តើអាហារណាខ្លះដែលហាមសម្រាប់ស្ត្រីមានផ្ទៃពោះដែលគាត់មិនគួរញ៉ាំចាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពីអាហារមួយចំនួនទៅតាមក្បួនវិទ្យាសាស្ត្រឬមួយក៏តាមឯកទេសគូពេទ្យហាមថាអាហារណាដែលមិនស័ក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះចាបងប្អូនដឹងហើយថារបបអាហារក្នុងកំឡុងពេលមានផ្ទៃពោះវាមានសារៈសំខាន់ណាស់ដើម្បីជួយឲ្យការលូតលាស់របស់កូននិងជួយឲ្យស្ត្រីមានសុខភាពល្អអញ្ចឹងរបបអាហារមួយចំនួនដែលស្ត្រីមិនគួរញ៉ាំទី1ពពួកអាហារដែលឆៅអាហារឆៅទាំងអស់រួមមានសេកូភ្លេសេកូដែលធ្វើឆៅពងទាត្រីឆៅហើយជាពិសេសពពួកត្រីសមុទ្រមួយចំនួនដែលវាមានជាតិបារ៉ុតមិនលើកទឹកចិត្តឲ្យស្ត្រីមានទីពោះគាត់ញ៉ាំទេព្រោះរបបអាហារទាំងអស់ហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកហើយនឹងអាហារឆៅដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងអាហារឆៅសាច់ត្រីឆៅ oyster ពងទាដែលជាមិនសូវឆ្អិនសាច់គោដែលយើងញ៉ាំមិនសូវឆ្អិនអញ្ចឹងដល់ពេលដែលបងប្អូនចម្អិនអាហារព្យាយាមចម្អិនអាហារឲ្យឆ្អិនល្អតាមដែលអាចធ្វើបានចាទី2តកតងទៅនឹងបន្លែផ្លែឈើបងប្អូនស្ត្រីមានទីពោះខ្លះគាត់មកជួបសួរខ្ញុំថាអ្នកគ្រូអាចញ៉ាំបន្លែផ្លែឈើបន្លែអីឆៅបានអត់ដូចចិត្តអន្លក់ទៅសក់អី1 2 3 4ផ្ទីស្ពៃអីហ្នឹងដែលយើងញ៉ាំឆៅហ្នឹងខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនញ៉ាំឆៅទេបងប្អូនត្រូវដឹងថាដាក់បន្លែដែលយើងដាំពីច្រើននៅស្រុកយើងគឺដាំដុះនៅលើដីហើយស្រោចទឹកស្រោចអីកាលណាតែបងប្អូនលាងសម្អាតមិនបានស្អាតវាអាចមានបញ្ហាធ្វើឲ្យបងប្អូនហ្នឹងតែជារាគឬមួយក៏មានបញ្ហាឈឺពោះអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនញ៉ាំជាបន្លែស្រស់វិញឧទាហរណ៍ថាបងប្អូនញ៉ាំទឹកគ្រឿងតែបងប្អូនត្រូវកាប់បន្លែច្រើនដូចតកួនដូចផ្ទីដូចននងឬមួយក៏បន្លែអស់ទាំងនោះបងប្អូនព្យាយាមស្រស់វាឆ្អិនលាងសម្អាតវាស្អាតអញ្ចឹងការញ៉ាំហ្នឹងវាសុវត្ថិភាពអត់មានបញ្ហាទេហើយមួយទៀតចំពោះបន្លែដូចជាលហុងខ្ចីម្នាស់អីហ្នឹងគឺមានការស្រាវជ្រាវខ្លះថាញ៉ាំទៅធ្វើឲ្យស្បូនកន្ត្រាក់អញ្ចឹងបើសិនជាខ្ញុំគិតថាវាអាចមានបញ្ហាដែរសម្រាប់លហុងណាអញ្ចឹងបងប្អូនគួរតែព្យាយាមកាត់បន្ថយញ៉ាំឬមួយក៏មិនគួរញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះទេព្រោះវាអាចធ្វើឲ្យស្បូនកន្ត្រាក់អាចធ្វើឲ្យកូននឹងរលូតឬមួយក៏កាត់មុនខែហើយមួយទៀតភេសជ្ជៈនិងសារធាតុភេសជ្ជៈមួយនោះមានសារធាតុកាហ្វេអ៊ីនចាបងប្អូនស្ត្រីភាគច្រើនគាត់គិតថាដល់ពេលគាត់មានផ្ទៃពោះគាត់ត្រូវញ៉ាំទឹកឲ្យច្រើនប៉ុន្តែទឹកដែលគាត់ញ៉ាំហ្នឹងលើកទឹកចិត្តឲ្យញ៉ាំទឹកធម្មតាតែកាហ្វេនឹងតែញ៉ាំបានមិនមែនថាញ៉ាំមិនបានទេប៉ុន្តែបរិមាណសមរម្យសមល្មមសម្រាប់បងប្អូនស្ត្រីញ៉ាំហ្នឹងតិចតួចបំផុតដោយថាភេសជ្ជៈបើកម្លាំងអីហ្នឹងវាមានជាតិស្ករហើយវាមានជាតិកាហ្វេអ៊ីនទៀតនៅតាមជនបទតុកខ្សែរបស់យើងគាត់ចូលចិត្តញ៉ាំពពួកតែជ្រូកចាអញ្ចឹងអាហ្នឹងក៏វាមានជាតិស្ករដែរអត់ល្អសម្រាប់ស្ត្រីមានទីពោះទេអញ្ចឹងមិនលើកទឹកចិត្តឲ្យបងប្អូនញ៉ាំទេហើយមួយទៀតអាហារផ្អាប់អាហារប្រៃខ្លាំងដូចអាហារផ្អាប់បងប្អូនដឹងហើយមានស្អីខ្លះមានប្រហុកផ្អកសៀងសាច់ពៅជ្រក់ឬមួយក៏របស់ដែលយើងផ្អាប់ទុកបានយូរដោយប្រើអំបិលច្រើនមិនថាជ្រក់មិនថាអីទេបើសិនជាបងប្អូនជ្រក់មិនសូវជាប្រើអំបិលច្រើនបងប្អូនអាចញ៉ាំបានអត់អីទេលើកលែងតែអាហារដែលបងប្អូនប្រើប្រាស់អំបិលដូចប្រហុកដូចផ្អកដូចអីចឹងគឺយើងប្រើអំបិលច្រើនណាស់អញ្ចឹងកាលណាដែលបងប្អូនញ៉ាំជាតិប្រៃច្រើនមិនទោះមិនមានការស្រាវជ្រាវមួយណាច្បាស់លាស់ថាការញ៉ាំប្រៃច្រើននោះវាទៅជានេះប៉ុន្តែវាជាកត្តាចូលរួមមួយដែលធ្វើឲ្យមានការឡើងសម្ពាធឈាមក្នុងកំឡុងពេលដែលយើងមានផ្ទៃពោះអញ្ចឹងល្អជៀសវាងបានជៀសទៅអារឿងរបស់ផ្អាប់ហ្នឹងដើម្បីជៀសវាងមានបញ្ហាចាហើយដូចមួយទៀតអាហារកំប៉ុងអាហារកែច្នៃដូចជាមីកំប៉ុងនិយាយទៅអាហារកែច្នៃដូចជា fast food burger pizza ឬមួយក៏ពពុះអាហារណាដែលដាក់ទុកក្នុងកំប៉ុងណាដែលរក្សាប្រើសារធាតុចិញ្ចឹមសារធាតុរក្សាទុកយូរហ្នឹងណាអាហ្នឹងមិនលើកទឹកចិត្តឲ្យបងប្អូនស្ត្រីគាត់ញ៉ាំទេបងប្អូនស្ត្រីដែលគាត់មានចម្ងល់អាច comment សួរក្នុងវីដេអូខ្ញុំនឹងព្យាយាមឆ្លើយហើយជួយ subscribe channel YouTube របស់ខ្ញុំដើម្បីទទួលព័ត៌មានថ្មីៗទាក់ទងទៅនឹងការថែទាំទារកថែទាំទីពោះ